តើច្បាប់គ្មានយុត្តិធម៌នៅពេលណាគាត់សួរអំពីពាក្យថាច្បាប់រួចហើយគាត់សួរអំពីភាពអយុត្តិធម៌ណាកាលណាមានអយុត្តិធម៌គឺវាមានយុត្តិធម៌ហើយឥឡូវមុននឹងខ្ញុំបកស្រាយជូនបងសូមមើលពាក្យថាច្បាប់សិនកាលណានិយាយអំពីពាក្យថាច្បាប់គឺមានន័យថាការកំណត់ការតម្រូវឲ្យធ្វើតាមឬហាមមិនឲ្យធ្វើហ្នឹងគឺជាលក្ខណៈរបស់ច្បាប់ហើយកាលណានិយាយអំពីច្បាប់គឺវាមានច្រើនប្រភេទណាស់វាមានច្បាប់សកលវាមានច្បាប់គុណធម៌វាមានច្បាប់ការនិពន្ធតែវាមានច្បាប់នៅក្នុងការគ្រប់គ្រងប្រទេសវាមានច្បាប់ទំនាញសកលវាមានច្បាប់រូបមន្តបង្កើតឡានបង្កើតម៉ូតូគឺមានច្រើនទម្រង់ច្រើនប្រភេទហើយច្បាប់ដែលបងនិយាយពេលនេះគឺសំដៅទៅលើច្បាប់គ្រប់គ្រងប្រទេសណាគោជើងរបន្តគ្រប់គ្រងគោជើងរដែលងអានថាគ្រប់គ្រងប្រទេសហើយនៅក្នុងច្បាប់គ្រប់គ្រងប្រទេសនេះយើងត្រូវបែងចែកទៀតណាបងមុននឹងយើងនិយាយសន្និដ្ឋានគឺយើងត្រូវបែងចែកឲ្យច្បាស់សិនអញ្ចឹងអាច្បាប់គ្រប់គ្រងប្រទេសហ្នឹងគឺយើងមានច្បាប់គ្រប់គ្រងប្រទេសតាមបែបអាទិទេពតាមបែបសក្តិភូមិតាមបែបកុម្មុយនីសតាមបែបប្រជាធិបតេយ្យគឺវាមានច្រើនទម្រង់ណាស់អញ្ចឹងហើយលក្ខណៈនៃច្បាប់គឺវាមានទូលំទូលាយឥឡូវខ្ញុំលើកយកភ្ជាប់នៅសំណួររបស់បងដែលសួរថាច្បាប់ហ្នឹងវាអយុត្តិធម៌គ្មានយុត្តិធម៌ហ្នឹងគឺនៅពេលណាជាទូទៅច្បាប់វាអត់កំណត់យុត្តិធម៌ឬមិនយុត្តិធម៌ទេហើយច្បាប់ក៏វាអត់កំណត់ភាពល្អឬមិនល្អដែរព្រោះច្បាប់លក្ខណៈនៃច្បាប់គឺវាមានតែពីរទេទី1គឺតម្រូវតែម្ដងហើយទី2គឺហាមធ្វើគឺមិនឲ្យធ្វើទេទី1គឺតម្រូវមួយទៀតមិនឲ្យធ្វើអាហ្នឹងគឺជាលក្ខណៈរបស់ច្បាប់គឺអញ្ចឹងច្បាប់គឺប្រៀបដូចជាផ្លូវអញ្ចឹងតម្រូវឲ្យទៅតាមហ្នឹងបើអ្នកខុសបន្តិចធ្លាក់ផ្លូវហើយអាហ្នឹងគឺលក្ខណៈច្បាប់វាអត់មានបញ្ជាក់អំពីសភាពល្អឬសភាពអាក្រក់ឬមួយក៏យុត្តិធម៌គ្មានយុត្តិធម៌ស្អីវាអត់ទេអាភាពទាំងអស់ហ្នឹងគឺជាអស្តិរូបខាងក្រៅ